ធ្វើម៉េចឲ្យស្ត្រីមានឱកាសឈរជាបេក្ខជនចាប់ពីឃុំរហូតដល់តំណាងរាស្ត្រនៅថ្ងៃអនាគតបងប្អូនគណៈបកកម្លាំងជាតិគ្រប់គ្រងគណៈបកគ្រប់គ្រងស្ត្រីនៅក្នុងការដឹកនាំចូលរួមក្នុងការដឹកនាំហើយយើងបើកឱកាសដោយរាល់ថ្ងៃតាពិតតែមែនទែនទៅនៅក្នុងស្ថាប័នកម្ពុជារបស់គណៈបកគឺស្ត្រីនៅតិចនៅឡើយទេប៉ុន្តែយើងបដិញ្ញាចិត្តឲ្យតែមានស្ត្រីណាដែលគាត់មានការបដិញ្ញាចិត្តខ្ពស់ដូចខ្ញុំនិយាយហ្នឹងណាមួយគឺថាបានមកគឺខ្លឹមហ្នឹងឲ្យតែមានការបដិញ្ញាចិត្តខ្ពស់គឺគណៈបកនឹងគ្រប់គ្រងស្ត្រីនៅក្នុងការចូលរួមដឹកនាំគណៈបកទាំងថ្នាក់មូលដ្ឋានឃុំទាំងថ្នាក់មូលដ្ឋានស្រុកខេត្តរហូតដល់ថ្នាក់ជាតិទាំងគណៈកម្ពុជាគណៈកម្មាធិការចិនត្រីទាំងគណៈកម្មការនយោបាយហើយអាចឈានថ្ងៃក្រោយរហូតដល់ឈានទៅដល់ការដឹកនាំគណៈបកទៀតឲ្យតែស្ត្រីមានការតាំងចិត្តស្ត្រីមានការបដិញ្ញាចិត្តក្នុងការចូលរួមហើយមិនមែនតែរឿងការដឹកនាំតែប៉ុណ្្នឹងទេសូម្បីថ្ងៃក្រោយណាទៅឈរជាបេក្ខជនណាទៅឈរពីកិច្ចបេក្ខជនណាក៏គណៈបកទៅធ្វើការគ្រប់គ្រងដែរគ្រប់គ្រងតាំងពីថ្នាក់ឃុំគ្រប់គ្រងតាំងពីថ្នាក់ស្រុកថ្នាក់ខេត្តរហូតដល់ថ្នាក់ជាតិហើយបើមានឱកាសនឹកថាថ្ងៃណាមួយមានឱកាសដែលយើងមានស្ត្រីដ៏អង្គអាចក្លាហានមានស្ត្រីមួយដែលមានការបដិញ្ញាចិត្តយើងអាចលើកគាត់ដល់ជាបេក្ខជននាយករដ្ឋមន្ត្រីទៀតអាហ្នឹងការបដិញ្ញាចិត្តព្រោះយើងទៅហ៊ានទទួលស្គាល់ទោះបីថាយើងជាបរិសុទ្ធដែលមានកម្លាំងខ្លាំងប៉ុន្តែយើងមិនប្រកាសថាយើងមានបញ្ញាជាងពួកគាត់ដែរបញ្ញាជាងស្ត្រីដែរអានេះជាការតាំងចិត្តជាការលើករបស់គណៈបកនៅក្នុងបញ្ញាចិត្តហើយយើងមិនមែនត្រឹមតែគ្រប់គ្រងទេគ្រប់គ្រងផ្សេងគាត់ខ្ញុំគ្រប់គ្រងប៉ុន្តែផុតពីនឹងទៅគឺចប់ហើយត្រឹមគ្រប់គ្រងមិនគ្រប់គ្រាន់ទេប៉ុន្តែត្រូវតែជំរុញទៀតជំរុញហើយលើកទឹកចិត្តទៀតណាគ្រប់គ្រងជំរុញលើកទឹកចិត្តទៀតមានន័យថាម៉េចមានន័យថាកន្លែងខ្លះណាបើមានការប្រកួតប្រជែងឧទាហរណ៍ថារៀបចំទៅសំលេងប្រហាក់ស្មើគ្នាកន្លែងទីតាំងហ្នឹងគឺត្រូវតែផ្ដល់ឱកាសឲ្យស្ត្រីអាហ្នឹងមានន័យថាយើងបានគ្រប់គ្រងស្ត្រីកន្លែងដែលគេថាប្រហាក់ប្រហែលគ្នាសំលេងប្រហាក់ប្រហែលគ្នាគឺត្រូវតែគ្រប់គ្រងស្ត្រីអាហ្នឹងដែលគេហៅថាមិនត្រឹមតែគ្រប់គ្រងគឺយើងជំរុញនឹងការលើកទឹកចិត្តស្ត្រីទៀតហើយអ្វីដែលជាឧបសគ្គស្ត្រីយើងត្រូវលើកលែងខ្លះណាអ្វីដូចខ្ញុំនិយាយចឹងផលលំបាកស្ត្រីដែលគាត់ជួបណាពេលមុននឹងគាត់មកធ្វើនយោបាយគាត់ទៅជួបនៅក្នុងការដោះស្រាយនៅក្នុងបញ្ហារបស់គាត់បញ្ហាជីវភាពរបស់គាត់ណាអញ្ចឹងគាត់អាចពេលវេលាគាត់អាចតិចជាងបរោះអញ្ចឹងមិនមែនបរោះថាប្រកួតប្រជែងជាមួយបរោះមានពេលច្រើនជាងបរោះត្រូវអតិភិបអត់ទេយើងត្រូវតែលើកទឹកចិត្តណាស្ត្រីដែលគាត់មានបញ្ហាប្រឈមមានបញ្ហាលំបាកជាងបរោះអាហ្នឹងដែលជាការតាំងចិត្តរបស់គណៈបកក៏ដូចជាថ្នាក់ដឹកនាំគណៈបកគឺមិនត្រឹមតែគ្រប់គ្រងឲ្យស្ត្រីដឹកនាំក្នុងគណៈបកឯងហើយនឹងគ្រប់គ្រងស្ត្រីធ្វើម៉េចឲ្យស្ត្រីមានឱកាសឈរជាបេក្ខជនចាប់ពីឃុំរហូតដល់តំណាងរាស្ត្រនៅថ្ងៃអនាគតបងប្អូន